Được sư phong phong bây mật cầm ó Bây giờ tất cả này cả Và đồ chí phong cho xem không ai bàn mình chào hỏi Hello sir, Bây where giờ you bọn come ôn một from? á đồ vô tại lên không san Chỉ môi nâng Australia, cảm ơn chí phong cho okay. xem không ai Thank you. Và Safely on the miền way. Vậy chỉ phải Yeah. Từ sập phục tem đó ấy Miền bánh tích bạc mà sao gì đó Giờ ní nhưng mà xong Bọn ôn vì mật Chẳng một lần thả Nó các bọn cho xem một bên này នៅក្នុងប្រទេសកម្ពុជាយើងដែលមាន25រាជធានីខេត្តក្រុងអស់ចំណានថាខេត្តណាមួយដែលមានភ្ញៀវទេសចរមកលេងកំសាន្តច្រើនជាងគេឥឡូវនេះគឺយើងរាប់ចាប់ពីចំណុចថ្នាក់លេខ5ជូនបងប្អូនជ្រាបជាព័ត៌មានផងគឺចំណាត់ថ្នាក់លេខ5បានទៅលើខេត្តបាត់ដំបងបាត់ដំបងមនុស្សចិត្តគេថានៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះគឺមានភ្ញៀវជាតិពីអន្តរជាតិចូលរួមលេងកំសាន្តគឺមានចំនួន1,795,795 នាក់បងប្អូនបាទច្រើនមែនទែនសម្រាប់ខេត្តបាត់ដំបងគឺបានចំណាត់ថ្នាក់លេខ5ផងដែរសូមជួបអបអរសាទរឥឡូវនេះចំណាត់ថ្នាក់បន្តគឺចំណាត់ថ្នាក់លេខ4បានទៅនៅខេត្តព្រៃវែងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីរបស់បងប្អូនជាប្រវត្តិកម្ពុជាសរុបភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តព្រៃវែងគឺមានចំនួន2លាន3សែន94,343នាក់សម្រាប់ចូលរួមព្រឹត្តិការណ៍នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរសរុប3ថ្ងៃនេះសម្រាប់ខេត្តព្រៃវែងបាទសូមជួបអបអរសាទរសម្រាប់ខេត្តព្រៃវែងបាទឥឡូវនេះបងប្អូនប្រិយមិត្តយើងនៅមានខេត្តជាបន្តទៀតបាទដល់នេះចូលដល់ចំណាត់ថ្នាក់លេខ3គឺបានទៅលើខេត្តណាបងប្អូនគឺខេត្តកំពង់ចាមបាទបងប្អូនប្រិយមិត្តទាំងអស់សម្រាប់ខេត្តកំពង់ចាមឆ្នាំនេះហើយរដូវកាលខែបុណ្យចូលឆ្នាំគឺដែលមានភ្ញៀវទេសចរជាច្រើនបានចូលរួមគឺមានចំនួន2លាន7សែន48,228 នាក់បាទសូមចូលរួមអបអរសាទរពីថាសម្រាប់ឆ្នាំ2025នេះខេត្តកំពង់ចាមគឺបានត្រឹមតែចំណាត់ថ្នាក់លេខ2ប៉ុណ្ណោះគឺខុសប្លែកពីឆ្នាំមុនផងដែរដែលខេត្តកំពង់ចាមក៏បានចំណាត់ថ្នាក់លេខ1បាទប៉ុន្តែឥឡូវឆ្នាំនេះគឺបានតែលេខ2ទេបងប្អូនយើងបាទបងប្អូនប្រិយមិត្តឥឡូវនេះចូលដល់ចំណាត់ថ្នាក់លេខ2បន្តទៀតគឺបានទៅលើខេត្តសៀមរាបសម្រាប់ឆ្នាំ2025នៃកម្មវិធីសង្ក្រាន្តប្រជាបុណ្យចូលឆ្នាំប្រពៃណីខ្មែរខេត្តសៀមរាបត្រូវបានភ្ញៀវជាតិនិងអន្តរជាតិចូលរួមកំសាន្តលេងសប្បាយមានចំនួន2លាន7សែន52,818 នាក់បាទសូមចូលរួមអបអរសាទរសម្រាប់ខេត្តសៀមរាបបាទពុកម៉ែបងប្អូនឥឡូវនេះដល់ចំណាត់ថ្នាក់ចំក្រោយហើយគឺចំណាត់ថ្នាក់លេខ1បងប្អូនដឹងទេបាទបានទៅរាជធានីខេត្តណាចំណាត់ថ្នាក់លេខ1គឺបានទៅលើរាជធានីភ្នំពេញចំពោះឧបការណ៍សង្គ្រាមឆ្នាំ2025នេះគឺរាជធានីភ្នំពេញមានភ្ញៀវទេសចរជាតិទាំងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករហើយក៏ទទួលបានចំណាត់ថ្នាក់លេខ1តែមានភ្ញៀវទេសចរចំនួន2លាន8សែន6,322 នាក់សូមចូលរួមអបអរសាទរបាទពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អានចំពោះខេត្តល្បីផ្សេងទៀតដូចជាខេត្តកំពតគឺមានភ្ញៀវទេសចរចូលរួមចំនួន1លាន3សែន
6,552 នាក់សម្រាប់ទឹកដីការថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទឹកដីខេត្តកំពតបាទហើយសម្រាប់ខេត្តកំពង់ស្ពឺគឺមានភ្ញៀវទេសចរចូលរួមមកលេងកំពតមានចំនួន1,642,325 នាក់បាទហើយការកំពង់ឆ្នាំងក៏ជាខេត្តមួយដែលមានបងប្អូនយើងមកលេងមកកាទាំងជាជាតិទាំងផងប្រាក់ជាតិយ៉ាងច្រើនផងដែរឥឡូវនេះខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរមកលេងកម្សាន្តមានចំនួន 1,431,689 នាក់បាទចូលរួមផងអសាទរហើយតែមានតែសូមបញ្ជាក់ផងដែរថាទិន្នន័យទាំងអស់នេះគឺបានស្រំចេញពីក្រសួងទេសចរនិយាយថាពិតជាត្រឹមត្រូវហើយបងប្អូនអាចខមមិនខាងក្រោមវីដេអូរបស់ខ្ញុំបាទបានបាទហេតុក្រុងទាំង8នេះតើបងប្អូនបានរួមដំណើរកំសាន្តទៅលេងខេត្តណាមួយបាទកុំភ្លេចចូលរួមខមមិនណាទាំងអស់គ្នាផងដែរសម្រាប់ពេលនេះខ្ញុំមកទូខាងក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ហើយរាល់ពាក្យពេចន៍ចំបាយណាខុសឆ្គងដីតារាសូមខន្តីអភិទោសចំប្រយសូមរកជូនពរឲ្យរកស៊ីទទួលទានមានបានទាំងអស់គ្នាសូមអរគុណជំរាបលា